បងប្អូនណាខ្លះចូលចិត្តមុខម្ហូបនេះសម្រាប់នាងខ្ញុំគឺឲ្យលេខ1តែម្ដងយើងមានសាច់គោដាក់ពងទាមួយគ្រាប់ពីលើទៅហើយនឹង beef roast មានបន្លែគ្រប់មុខហើយបង្គាដំបូងគឺដាក់មានប្រេងខ្លាញ់ដាក់ចូលក្នុងខ្ទះទៅដាក់ bơ ទៅហើយយើងចាប់ផ្ដើមដាក់បន្លែគ្រប់មុខចូលអូយពូបារាំងហ្នឹងគឺលេខ1ការ៉ុតនិងម្ទេសនិង broccoli សាំ onion អូយឆាជាមួយនឹងបុកឆយហើយដាក់បង្គាបន្តិចមកចាញ់ញ៉ាំម្នាក់ឯងយើងដាក់ម្ដងតិចម្ដងតិចទៅព្រោះគេឆាប់ឆ្អិនហើយនឹងដាក់សាច់គោដែលមានប្រឡាក់ជាមួយនឹងពងទាស្រាប់ហ្នឹងចាហើយបន្តមកនេះ favorite របស់នាងខ្ញុំគាត់ដាក់ចូលមាត់ហើយគឺស្រួលញ៉ាំមែនតែនឆ្ងាញ់ណាស់បងប្អូនហើយនាងខ្ញុំអត់មានដាក់គ្រឿងក្រៅអីច្រើនទេគ្រាន់តែថាដាក់តែពងទាហើយនឹង bơ តែប៉ុណ្្នឹងហើយយើងឆាវាតិចតិចទៅអាសាច់គោ beef roll នេះវាឆាប់ឆ្អិនទេតែបង្គាយើងដាក់វាមិនសន្ទុះតិចទៅហើយសាច់គោមួយដែលយើងបន្លាក់មួយពងទាហ្នឹងក៏យើងដាក់យូរតិចដែរនេះជាលទ្ធផលឆ្អិនហើយនាងខ្ញុំមានទឹកត្រីផ្អែមហើយនឹងមានទឹកទៅហូរដាក់ម្ទេសពីលើមកមានមីឆាទៀតអូឆ្ងាញ់ណាស់អញ្ចឹងឆ្ងាញ់ទាំងអស់